ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់នៅខេត្តស្រីអយុធ្យាកើនដល់ជាង20នាក់ហើយនៅឯប្រទេសថៃបាទនេះគឺជាករណីដែលខ្ញុំអាប់ដេតព័ត៌មានផ្លូវការដែលនៅថ្ងៃទី19ខែវិច្ឆិកាឆ្នាំ2025ដែលជាគ្រោះទឹកជំនន់ដ៏ធំក្នុងប្រវត្តិសាស្ត្រដែលកើតឡើងនៅក្នុងប្រទេសថៃដែលកើតឡើងនៅក្នុងខេត្តស្រីអយុធ្យានឹងឯងដែលធ្វើឲ្យមានការជន់លិចនិងប៉ះពាល់ដល់ប្រជាពលរដ្ឋនៅទីនោះផងដែរបើតាមតែខ្ញុំដឹងពីព័ត៌មានហ្នឹងគឺលិចមកទល់ឥឡូវហ្នឹងគឺរយៈពេល4ខែហើយគឺប្រជាជននៅទីនោះអត់ទាន់បានធ្វើអីទេគឺរវល់តែមានបញ្ហាតាក់ទងនឹងលិចទឹកនឹងផងដែរហើយនេះគឺជាករណីដែលខ្ញុំអាប់ដេតនៅថ្ងៃទី19ខែវិច្ឆិកាឆ្នាំ2025តាក់ទងទៅនឹងគ្រោះទឹកជំនន់បាទឥឡូវនេះយើងចូលដល់សេចក្តីរាយការណ៍ដូចតទៅនេះការិយាល័យបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយនៃខេត្តព្រះនគរស្រីអយុធ្យាបានរាយការណ៍ថាក្នុងសេចក្តីសង្ខេបរបស់ខ្លួននៅថ្ងៃទី19ខែវិច្ឆិកាឆ្នាំ2025ត្រូវនៅថ្ងៃនេះតែម្ដងដែលតំបន់រងផលប៉ះពាល់ដោយទឹកជំនន់គ្របដណ្ដប់គឺមាន11ស្រុកនិង136ឃុំនិង899ភូមិនៅក្នុងនោះគឺមានចំនួនគ្រួសារសរុប63176គ្រួសារបានរងផលប៉ះពាល់ពីទឹកជំនន់នេះផងដែរហើយចំនួនអ្នកស្លាប់បច្ចុប្បន្នបានកើនឡើងរហូតដល់20នាក់ហើយបាទនេះគឺជាករណីដែលគេអាប់ដេតតាក់ទងទៅនឹងគ្រោះមហន្តរាយទឹកជំនន់បានធ្វើឲ្យផ្ដាច់ជីវិតមនុស្ស20នាក់ទៅហើយបាទដែលនៅតំបន់ឃុំដាដឺងដែននៅស្រុកផាត់ហៃដែលស្ថិតក្នុងស្ថានភាពដ៏ធ្ងន់ធ្ងរដោយទឹកជំនន់បានលិចលង់គ្របដណ្ដប់ទាំងមូលនៅក្នុងកម្ពស់ចន្លោះពី3ទៅ4ម៉ែត្រលំនៅឋាននិងសហគមន៍នានាត្រូវបានហុំព័ទ្ធដោយទឹកគ្រប់ទិសទីដោយមានគ្រួសារជាង600គ្រួសារបានរងផលប៉ះពាល់បាទនេះគឺជាសេចក្តីរាយការណ៍បន្ថែមពីខាងប៉ុស្តិ៍ទូទស្សន៍ក៏ដូចជា website ថៃបានផ្សាយចេញកាលពីថ្ងៃទី18និង19វិច្ឆិកាដែលបានបង្ហាញពីស្ថានភាពដ៏ធ្ងន់ធ្ងរនិងចំនួនអ្នកស្លាប់បានកើនឡើងបាទនេះគឺជាសេចក្តីរាយការណ៍ផ្ទាល់ហើយឥឡូវយើងចូលមកដល់អត្ថបទមួយទៀតដែលខ្ញុំដកស្រង់ចេញពីបាងកកផុសនឹងផងដែរដែលតាមរយៈការស្វែងរកព័ត៌មានថ្មីនៅខែវិច្ឆិកាឆ្នាំ2025នេះការលិចលង់នៅក្នុងខេត្តព្រះនគរស្រីអយុធ្យាត្រូវបានគេរាយការណ៍ថាមានរយៈពេលយូរខុសពីធម្មតារយៈពេលនៃការលិចប្រជាជននិងប្រភពព័ត៌មាននានាបានអះអាងថាទឹកជំនន់បានបន្តជន់លិចអស់រយៈពេលជិត4ខែហើយគិតត្រឹមពាក់កណ្ដាលខែវិច្ឆិកាឆ្នាំ2025នេះមានរបាយការណ៍បាននិយាយថាទឹកជំនន់បានចាប់ផ្ដើមជន់លិចកាលពីខែកក្កដាឬដើមខែសីហាឆ្នាំ2025បន្ទាប់ពីភ្លៀងធ្លាក់មូសុងកាន់តែខ្លាំងហើយព័ត៌មានខ្លះក៏បានលើកឡើងដែរថាគ្រួសារមួយចំនួនត្រូវរស់នៅជាប់គាំងឬនៅលើដំបូលផ្ទះរបស់ពួកគេអស់រយៈពេលជាង3ខែមកហើយចំពោះមូលហេតុនិងផលប៉ះពាល់អ្នកស្រុកបានអះអាងថារយៈពេលនៃការលិចនិងភាពធ្ងន់ធ្ងរនៅឆ្នាំនេះគឺបណ្ដាលមកពីការគ្រប់គ្រងទឹកមិនបានត្រឹមត្រូវដោយអាជ្ញាធរបានបរាជ័យក្នុងការបញ្ចេញទឹកចូលទៅក្នុងវាលស្រែក្បែរៗនោះហើយដែលធ្វើឲ្យភូមិឋានរបស់ពួកគេក្លាយជាកន្លែងផ្ទុកទឹកមុនពេលដែលទឹកហូរទៅកាន់ទន្លេចៅប្រយ៉ាសរុបសេចក្តីមកគិតត្រឹមថ្ងៃទី19ខែវិច្ឆិកាឆ្នាំ2025ទឹកជំនន់នេះបានបន្តជន់លិចអស់រយៈពេលជិត4ខែហើយដែលត្រូវបានគេចាត់ទុកថាជាគ្រោះទឹកជំនន់ដ៏អាក្រក់បំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះហើយឥឡូវនេះគឺជាស្ថានភាពដ៏ក្តៅគគុកហើយជាស្ថានភាពដ៏អាក្រក់នៅក្នុងខេត្តអយុធ្យានៅក្នុងប្រទេសថៃដែលខ្ញុំបានមើល website ក៏ដូចរូបភាពខ្លះៗហើយគឺទឹកជន់លិចប្រជាពលរដ្ឋរយៈពេល3-4ខែហើយ
ប្រជាជនខ្លះត្រូវជំនះចេញប្រជាជនខ្លះត្រូវមានគ្រួសារណាស្លាប់ហើយនឹងអត់ដាច់បាយផងហើយមានគេជួយយកនៅស្បៀងអាហារជូនទៅដល់កន្លែងរបស់ពួកគេផងដែរឥឡូវនេះខ្ញុំបានទាញយកអត្ថបទមួយស្តៀងគ្នានឹងដែរតាក់ទងទៅនឹងគ្រោះទឹកជំនន់ពីបាងកកPost ដែលគេនិយាយតាក់ទងទៅនឹងទឹកជំនន់នៅក្នុងខេត្តព្រះនគរស្រីអយុធ្យាកាន់តែធ្ងន់ធ្ងរខណៈទំនប់បង្កើនការបង្ហូរទឹកនៅក្នុងខេត្តព្រះនគរស្រីអយុធ្យាស្ថានភាពទឹកជំនន់នៅក្នុងខេត្តអយុធ្យានៅតែធ្ងន់ធ្ងរបន្ទាប់ពីទំនប់ចៅប្រយ៉ាក្នុងខេត្តជ័យនេតបានបង្កើនការបញ្ចេញទឹករហូតទៅដល់2800ម៉ែត្រគូបក្នុងមួយវិនាទីអញ្ចឹងមានន័យថាវាបញ្ចេញទឹកខ្លាំងដែរហើយបើតាមរបាយការណ៍នៃការទឹកជន់លិចហ្នឹងដូចខ្ញុំនិយាយពីដើមគឺអញ្ចឹងគឺមាន11ស្រុក136ភូមិនិង899ភូមិនៅក្នុងខេត្តនេះផងដែរគ្រួសារជាង63000គ្រួសារត្រូវរងផលប៉ះពាល់ចំពោះស្ថាប័នផ្សេងៗដែលរងផលប៉ះពាល់រួមមានវិហារអ៊ីស្លាម2កន្លែងផ្លូវក្នុងសហគមន៍58ខ្សែការិយាល័យរដ្ឋាភិបាលចំនួន8កន្លែងសាលារៀន33កន្លែងនិងវត្តអារាម39កន្លែងទៀតហើយចំពោះអ្នកស្លាប់គឺកើនឡើងរហូតដល់20នាក់ហើយគិតត្រឹមថ្ងៃទី19ខែវិច្ឆិកាឆ្នាំ2025នេះចំពោះស្រុកដែលរងប៉ះពាល់ខ្លាំងគឺនៅស្រុកប៉ាងបានជាតំបន់មួយដែលរងផលប៉ះពាល់ខ្លាំងជាងគេបំផុតដោយផ្ទះសម្បែងតាមដងផ្លូវទន្លេនោះត្រូវលិចទឹកក្នុងកម្ពស់3ទៅ5ម៉ែត្រគ្រួសារជាច្រើនបានដកថយទៅរស់នៅជាន់លើឬក្នុងជំរកបណ្ដោះអាសន្នតាមបណ្ដោយផ្លូវក្បែរៗនោះដោយពឹងផ្អែកទៅលើទូកនិងមធ្យោបាយធ្វើដំណើរតែមួយគត់អស់រយៈពេលរាប់សិបខែមកហើយចំពោះការត្អូញត្អែររបស់ប្រជាពលរដ្ឋកម្រិតទឹកឆ្នាំនេះគឺខ្ពស់ខ្លាំងណាស់រហូតទៅដល់ធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពរស់ស្ទើរតែមិនអាចទៅរួចលោកបានបន្ថែមទៀតថាទោះបីជាមានការបង្ហូរទឹករបស់ទំនប់មានកម្រិតទាបជាងកាលពីឆ្នាំ2011ក៏ដោយក៏ផលប៉ះពាល់នៅឆ្នាំនេះហាក់ដូចជាមានការបំផ្លិចបំផ្លាញកាន់តែខ្លាំងទៅលោកក៏បានបន្ថែមទៀតថាស្ថានភាពកាន់តែអាក្រក់គឺបណ្ដាលមកពីការផ្លាស់ប្ដូរផ្លូវទឹកនិងការកាត់បន្ថយសមត្ថភាពទ្វារទឹកដែលធ្លាក់ចុះពី400មកត្រឹម170ម៉ែត្រគូបក្នុងមួយវិនាទីដែលធ្វើឲ្យទឹកលើសហូរចូលទៅក្នុងតំបន់បាងឆានីនិងបានគុំហើយលោកក៏បាននិយាយទៀតថាស្ថានភាពទឹកបច្ចុប្បន្ននេះគឺវាកាន់តែអាក្រក់ជាងបើធៀបទៅនឹងឆ្នាំ2011បាទនេះគឺជាការសង្ខេបអត្ថបទតាក់ទងទៅនឹងគ្រោះបញ្ហាទឹកជំនន់នៅឯខាងប្រទេសថៃហើយប្រហែលថ្ងៃមុនខ្ញុំបានអាប់ដេតតាក់ទងទៅនឹងគ្រោះអគ្គិភ័យហើយឥឡូវខ្ញុំចូលដល់ព័ត៌មានតាក់ទងទៅនឹងគ្រោះទឹកជំនន់ហើយគិតមកដល់ពេលនេះគឺប្រជាជនខាងថៃនឹងស្លាប់ប្រហែល20នាក់ហើយគិតត្រឹមថ្ងៃទី19ខែ11ឆ្នាំ2025នេះហើយជាស្ថានភាពដ៏អាក្រក់ដែរដែលប្រជាជនពួកគេនឹងបានជន់លិចរយៈពេល3ទៅ4ខែហើយមកគិតត្រឹមឥឡូវនេះហើយក៏មានបញ្ហាផ្សេងទៀតទឹកជន់ដូចជាមានគ្រោះរំចេះដីហើយបញ្ហាដ៏ធ្ងន់ធ្ងរហ្នឹងគឺទំនប់ទឹករបស់ពួកគេហ្នឹងគឺมันអាចបញ្ចេញទឹកបានច្រើនទេក្នុងប្រមាណ100ម៉ែត្រគូបក្នុងមួយវិនាទីអញ្ចឹងវាចេញយឺតមែនទែនហើយបើសិនជាមានបញ្ហាបាក់ទំនប់នេះគឺចប់តែម្ដងពួកអីដោយសារតែទឹកទំនប់ហ្នឹងគឺវាសំខាន់ណាស់ក្នុងការទប់ទឹកបញ្ចេញធ្វើវារីអគ្គិសនីអីផ្សេងអញ្ចឹងទៅអញ្ចឹងបើសិនជាបាក់ទំនប់ឬក៏មានបញ្ហាអីផ្សេងគឺប្រជាពលរដ្ឋនៅខាងថៃហ្នឹងគឺស្មើនឹង0ហើយព្រោះទឹកចំនួនវាខ្លាំងអាទឹកមិនតិចទេណាគឺទឹកច្រើនអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេតាក់ទងទៅនឹងការសង្ខេបព័ត៌មានតាក់ទងទៅនឹងគ្រោះមហន្តរាយទឹកជំនន់នៅឯខាងខេត្តព្រះនគរស្រីអយុធ្យានៅក្នុងប្រទេសថៃបើសិនជាខ្ញុំមើលក្នុងវីដេអូខ្លះគឺលិចវត្តលិចអីគឺលោកលែងមានវត្តនៅឬក៏អាចារ្យក៏លែងមានដែរគឺពឹងផ្អែកអ្នកខ្លះរត់ទៅលើតបូអ្នកខ្លះរត់ទៅនៅថ្នល់ជាតិរស់នៅអីចឹងណាហើយពួកគេអូនថ្អែអ្នកខ្លះអត់ចំណូលទេដោយសារទឹកលិចលងអស់អញ្ចឹងអ្នកខ្លះរស់នៅលើទូអីចឹងទៅហ្នឹងហើយខ្ញុំមានតែប៉ុណ្្នឹងទេតាក់ទងទៅនឹងគ្រោះមហន្តរាយ
ទឹកចំនួននៅខាងខេត្តព្រះនគរស្រីអយុធ្យាអញ្ចឹងបើមានព័ត៌មានអីអាប់ដេតបន្ថែមទៀតឬក៏ខ្ញុំមានបញ្ហាលើសលុះកន្លែងណាសូមមេត្តាខន្តីអភ័យទោសបាទអញ្ចឹងមានតែប៉ុណ្្នឹងទេ